នោះគឺអាលវីធីលម៉ាក្នេស្យូមវីតាមីន B6 វាជាគ្រាប់ថ្នាំសម្រាប់ជំនួយអាហារូបត្ថម្ភដែលមានម៉ាញ៉េស្យូមនិងវីតាមីន B6 តើអ្នកចង់ដឹងអ្វីថែមទៀតវ៉ាវចង់ដឹងថាតើអាហ្នឹងបើសិនជាយើងប្រើប្រាស់ទៅវាជំនួយអីគេខ្លះវាត្រូវបានគេប្រើប្រាស់ដើម្បីជួយកាត់បន្ថយភាពនឿយណាយនិងជួយដល់ការធ្វើការងាររបស់សម្ព័ន្ធប្រសាទនិងសាច់ដុំគ្រាន់តែជាការរំលឹកខ្ញុំមិនអាចផ្ដល់ជាដំបូន្មានវេជ្ជសាស្ត្របានទេហើយអ្នកគួរតែពិគ្រោះជាមួយអ្នកវិជ្ជមានសុខភាពជានិច្ចជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលផ្សាយចេញពី Channel YouTube Galaxy Tips KH អញ្ចឹងថ្ងៃនេះដែរខ្ញុំចង់បង្ហាញវីដេអូមួយទាក់ទងជាមួយនឹងការប្រើប្រាស់ Gemini Live ដែលយើងសន្ទនាជាមួយនឹង AI Gemini ជាភាសាខ្មែរបាទវាប្លែកតិចត្រូវទេថ្ងៃមុនខ្ញុំបានធ្វើវីដេអូទាក់ទងជាមួយ Gemini ជាភាសាអង់គ្លេសឥឡូវខ្ញុំធ្វើជាភាសាខ្មែរតែម្ដងបាទព្រោះវាកំពុងតែនៅលើបណ្ដាញសង្គមកំពុងតែផ្ទុះហើយអូខេអញ្ចឹងដើម្បីប្រើប្រាស់ Gemini Live ហ្នឹងទី1បើសិនជាបងប្អូនប្រើប្រាស់ Galaxy device គឺបងប្អូនគ្រាន់តែចុចប៊ូតុង lock key នេះឲ្យជាប់ចុចឲ្យជាប់បន្ទាប់មកវាលុបផ្ទាំង Gemini ឃើញទេបាទខ្ញុំនិយាយទៅវារៀងលឿនពេកណាបាទអញ្ចឹងអានេះគឺ live ហើយអញ្ចឹងដើម្បី live បានបងប្អូនគ្រាន់ចុចអាហ្នឹងជាប់ចូល live អូខេហើយវិធីមួយទៀតគឺបងប្អូនអាចចូលទៅកន្លែង Gemini application បន្ទាប់មកបងចូល application ហើយយើងចុចកន្លែងនេះកន្លែង live នេះណានេះបងប្អូនដូចជាមើលពលឺខ្លាំងពេកបាទភ្លើងសំទោសចំណាំងផ្លាតអញ្ចឹងកន្លែងនេះគឺ live យើងចុចលើហ្នឹងទៅគឺយើងអាចចូល live បានអូខេអញ្ចឹងដោយសារខ្ញុំប្រើប្រាស់ Galaxy អញ្ចឹងខ្ញុំអត់ចាំបាច់អីពិបាកច្រើនអូខេខ្ញុំអត់ចាំបាច់អីពិបាកច្រើនខ្ញុំគ្រាន់ចុចអាគារនេះឲ្យជាប់មកហើយខ្ញុំ live អូខេអញ្ចឹងខ្ញុំសាកល្បងជាមួយឲ្យបងប្អូនមើលមួយសួស្តី Gemini សួស្តីតើខ្ញុំអាចជួយអ្វីបានខ្លះនៅថ្ងៃនេះសុខសប្បាយជាទេខ្ញុំសុខសប្បាយជាធម្មតាអរគុណចំពោះការសាកសួរចំណែកវិញនេះឯនេះបាទខ្ញុំសុខសប្បាយធម្មតាទេអញ្ចឹងឥឡូវនេះខ្ញុំមានការងារមួយចង់សួរ Gemini ខ្ញុំនឹងបើកកាមេរ៉ាដើម្បីឲ្យ Gemini ឆ្លើយប្រាប់ខ្ញុំបន្តិចណាតើអានឹងវាជាស្អីណាបានសូមបើកកាមេរ៉ាមកខ្ញុំនឹងព្យាយាមកំណត់អត្តសញ្ញាណវាជូនបាទនេះជាអីគេដែរនេះនោះគឺអាលវីធីលម៉ាក្នេស្យូមវីតាមីន B6 វាជាគ្រាប់ថ្នាំសម្រាប់ជំនួយអាហារូបត្ថម្ភដែលមានម៉ាញ៉េស្យូមនិងវីតាមីន B6 តើអ្នកចង់ដឹងអ្វីថែមទៀតចង់ដឹងថាតើអាហ្នឹងបើសិនជាយើងប្រើប្រាស់ទៅវាជំនួយអីគេខ្លះវាត្រូវបានគេប្រើប្រាស់ដើម្បីជួយកាត់បន្ថយភាពនឿយណាយនិងជួយដល់ការធ្វើការងាររបស់សម្ព័ន្ធប្រសាទនិងសាច់ដុំគ្រាន់តែជាការរំលឹកខ្ញុំមិនអាចផ្ដល់ជាដំបូន្មានវេជ្ជសាស្ត្របានទេហើយអ្នកគួរតែពិគ្រោះជាមួយអ្នកវិជ្ជមានសុខភាពជានិច្ចអរគុណច្រើនGemini ដែលបានឆ្លើយបាទជាងបងប្អូនដឹងហើយថាតើតើជាមួយនឹងការប្រើប្រាស់ Gemini ហ្នឹងបងប្អូនឃើញមិញខ្ញុំបើកកាមេរ៉ាហើយខ្ញុំសួរថ្នាំទៀតថាថ្នាំហ្នឹងប្រភេទថ្នាំអីអញ្ចឹងវាអាចជួយឆ្លើយឲ្យយើងជាភាសាខ្មែរបានអញ្ចឹងវារៀងល្អជាងមុនបានន័យថាការប្រើប្រាស់ហ្នឹងគឺវាងាយស្រួលជាងមុនហើយខ្ញុំគិតថាឆាប់នេះនឹងអាចបងប្អូនប្រើប្រាស់បានប៉ុន្តែខ្ញុំសូមប្រាប់ tip មួយបើសិនជាបងប្អូនចង់សាកល្បងប្រើប្រាស់បងប្អូនអាចចូលទៅកន្លែងហ្នឹងដូចគ្នាដូចខ្ញុំប្រាប់អញ្ចឹងណាហើយបើសិនជាទូរស័ព្ទបងប្អូនអត់ទាន់ Gemini អត់ទាន់និយាយខ្មែរជាមួយបងប្អូនបានទេបងប្អូនអាចនិយាយអង់គ្លេសជាមួយវាសិនសួរវា Can you speak ខ្មែរដំបូងសួរនាំវាទៅបន្ទាប់មកសួរវា Can you speak ខ្មែរហើយអញ្ចឹងវានឹងឆ្លើយវិញបើសិនជាវានិយាយថា Yes I can little ឬក៏ not fluent ឬក៏អីអញ្ចឹងយើងអាចសាកល្បងសន្ទនាជាមួយគ្នាជាមួយវាព្រោះអីខ្ញុំបានធ្វើតេស្តពី3ម៉ាស៊ីនហើយពី3 device ជាមួយ account ផ្សេងគ្នាឃើញថាវាអាចប្រើបានមួយចំនួនហើយមួយចំនួនទៀតគឺវានឹងចេញថានៅវាកំពុងតែរៀនសូត្រអញ្ចឹងវាអាចអត់ទាន់អាចនិយាយបានទេប៉ុន្តែអាចសាកល្បងអនុវត្តបានអញ្ចឹងវាឲ្យយើងនិយាយឆ្លើយឆ្លងជាមួយវាសាក់តិចអីចឹងណាដូចវាកំពុងតែរៀនពីយើងអញ្ចឹងហើយវាយកយើងដើម្បីបរៀនវាដែរអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងខ្ញុំគ្រាន់ចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនចង់ចូលប្រើប្រាស់កម្មវិធីហ្នឹងគឺបងប្អូនចូលទៅកម្មវិធី Gemini បាទ download ពី Play Store ឬក៏ App Store បើសិនជាបងប្អូនអត់មាន
តែបើសិនអ្នកប្រើ Samsung Galaxy គឺគ្រាន់តែចុច lock key នៅឲ្យជាប់ចូល Gemini តែម្ដងបាទវីដេអូតែប៉ុណ្្នឹងឯងបងប្អូនហើយបើសិនជាគិតថាវីដេអូនេះល្អកុំភ្លេចជួយចុច like comment share វីដេអូនឹងម្នាក់មួយផងហើយកុំភ្លេចជួយ subscribe channel YouTube Galaxy Tips KA ម្នាក់មួយផងបាទអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយជម្រាបលា